សង្វេគណាស់រោងមង្គលការបានក្លាយជារោងបុណ្យដោយកូនក្រមុំបានទាំងបេះដូងក្នុងថ្ងៃរៀបការខណៈភ្លៀវកំពុងចូលរួមក្នុងមង្គលនេះហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង 9:40 នាទីយប់នាថ្ងៃទី 7 ខែមេសាឆ្នាំ 2025 ដែលមានទីតាំងស្ថិតនៅភូមិទូរការស្រុកកំពង់ត្របែកខេត្តព្រៃវែងដោយកូនក្រមុំស្លាប់ដោយសារជំងឺគាំងបេះដូងស្របពេលកំពុងតែទទួលភ្ញៀវតែអ្វីដែលគួរឲ្យសង្វេគទៀតនោះសូម្បីតែលុយរៀបចំពិធីធ្វើបុណ្យសពក៏គ្មានផងតែយ៉ាងណាមិញមានលោកទេពផនជួយផ្សព្វផ្សាយព័ត៌មាននិងមានអ្នកជួយឧបត្ថម្ភថវិកាជាច្រើនទៅក្តីអ្នកអង្គការឈួនហាវុនជួយគ្រួសារសព1 លានរៀលនិងជូនចាស់ម្នាក់ 10,000 រៀលចំនួន 7 នាក់អ្នកអង្គការទាវិចិត្រជួយគ្រួសារសពចំនួន 1 លានរៀលនិងលោកអង្គការយឹមតាស្រង់ជួយគ្រួសារសព 50,000 រៀល